ដើរតាមយុទ្ធសាស្ត្រផ្ទាំងសំពត់មនុស្សអស្ចារ្យទាំងឡាយច្រើនតែបង្ហាញឲ្យឃើញថាពួកគេព្រមធ្វើតាមបញ្ជាហើយក្រោយមកគេក៏បង្ហាញឲ្យឃើញថាខ្លួនអាចបញ្ជាបានវិស័យសិល្បៈនិងវិទ្យាសាស្ត្រក្នុងសម័យរ៉ូម៉ាំងមានវិធីគិតម្យ៉ាងដែលស្រដៀងគ្នាខ្លះនឹងពិភពលោកបច្ចុប្បន្នគឺអ្នកជំនួញអ្នកនយោបាយឬពួកប្រុសកូនអ្នកមានដែលដេកស៊ីយ៉ាងស្រណុកសុខស្រួលទាំងឡាយតែងផ្ដល់ប្រាក់ដល់អ្នកនិពន្ធអ្នកគិតវិចិត្រករឬអ្នកសម្ដែងមួយចំនួនដោយមិនត្រឹមតែជួលឲ្យបង្កើតការងារសិល្បៈឡើងមកប៉ុណ្ណោះទេតែត្រូវទទួលបន្ទុកមួយចំនួនបន្ថែមទៀតដើម្បីដោះដូរនឹងការគ្រប់គ្រងការពារចំណីអាហារឬរង្វាន់ផ្សេងៗមានតួនាទីមួយដ៏សំខាន់ត្រូវបានគេហៅថា Antim Bulo ប្រែថាអ្នកបើកផ្លូវជាតួនាទីហែហមអ្នកឧបត្ថម្ភក្នុងពេលធ្វើដំណើរទៅណាមកណានៅជុំវិញក្រុងរ៉ូមដើម្បីបើកផ្លូវផ្ដល់ដំណឹងនិងរៀបចំពិធីការផ្សេងក្នុងការសម្រួលឲ្យជីវិតរបស់អ្នកឧបត្ថម្ភកាន់តែស្រណុកសុខស្រួលជាងមុន Martial កវីជនជាតិរ៉ូម៉ាំងដែលមានឈ្មោះល្បីក្នុងការតែងនិពន្ធកំណាព្យខ្លីបែបរិះគន់បញ្ឆិតបញ្ឈៀងបានបំពេញតួនាទីនៅទីនោះជាច្រើនឆ្នាំក្នុងការបម្រើអ្នកឧបត្ថម្ភឈ្មោះមេឡាជាអ្នកជំនួញស្ដុកស្តម្ភម្នាក់ហើយត្រូវជាបងប្អូនរបស់សេនាការទស្សនវិទូលទ្ធិស្តូអ៊ិកនិងជាទីប្រឹក្សានយោបាយ Martial កើតមកក្នុងគ្រួសារក្រីក្រទើបចាំបាច់ត្រូវបម្រើអ្នកជំនួញម្នាក់ទៀតឈ្មោះ Pettilos ផងដែរក្នុងនាមជាអ្នកនិពន្ធវ័យក្មេងគេប្រើពេលវេលាភាគច្រើនទៅលើការធ្វើដំណើរពីផ្ទះរបស់អ្នកឧបត្ថម្ភស្ដុកស្តម្ភម្នាក់ទៅកាន់ផ្ទះអ្នកឧបត្ថម្ភម្នាក់ទៀតដើម្បីបម្រើនិងសម្ដែងការគោរពលើកសរសើរប្ដូរជាមួយប្រាក់បន្តិចបន្តួចនិងការឧបត្ថម្ភផ្សេងទៀតបញ្ហាគឺដូចគ្នានឹងពួកយើងភាគច្រើនដែលជាក្មេងវឹកហាត់ការងារឬធ្វើការក្នុងតំណែងថ្មីទាំងឡាយ Martial ស្អប់គ្រប់ពេលដែលត្រូវធ្វើបែបនេះឬសូម្បីតែក្រោយមកបានក្លាយជាអ្នកគ្រប់គ្រងឬប្រធានក្រុមការងារឬអតិថិជនគេដូចជាជឿថាប្រព័ន្ធខាងលើនេះគឺជាអ្វីដែលធ្វើឲ្យខ្លួនឯងក្លាយជាទេសករគេស្រមៃចង់មានជីវិតដោយកហធិបតីនៅជនបទតាមលំនាំដូចគ្នានឹងបណ្ដាអ្នកជួយឧបត្ថម្ភដែលខ្លួនកំពុងតែនៅបម្រើនោះគេប្រាថ្នាចង់មានមាសប្រាក់និងផ្ទះជារបស់ខ្លួនឯងគេស្រមៃថានៅពេលមានផ្ទះផ្ទាល់ខ្លួនហើយខ្លួននឹងអាចបង្កើតស្នាដៃបានយ៉ាងស្ងប់សុខនិងមានសេរីភាពអ្វីទាំងនេះបានជះឥទ្ធិពលទៅលើស្នាដៃនិពន្ធរបស់គេដែលពោពេញទៅដោយការស្អប់ខ្ពើមនិងភាពល្វីងជូរចត់ដែលមានទៅលើវណ្ណៈខ្ពស់ក្នុងទីក្រុងរ៉ូមដែលគេយល់ថាបានរារាំងខ្លួនឯងយ៉ាងឃោរឃៅព្រៃផ្សៃ Martial ពោពេញដោយការខឹងសម្បារទើបមិនអាចមើលឃើញថាការធ្វើជាអ្នកនៅខាងក្រៅនេះហើយដែលធ្វើឲ្យខ្លួនមានគំនិតមុជស្រួចតាក់ទងនឹងវប្បធម៌រ៉ូម៉ាំងដែលជះឥទ្ធិពលឲ្យស្នាដៃរបស់គេនៅគង់វង្សរហូតមកដល់បច្ចុប្បន្នជំនួសការមានអារម្មណ៍ឈឺចាប់ទៅលើរបបបែបនេះតើវានឹងទៅជាដូចម្ដេចទៅវិញបើគេអាចដាក់ចិត្តទទួលស្គាល់របបឧបត្ថម្ភនោះហើយថាតើវានឹងទៅជាដូចម្ដេចទៅវិញបើគេមើលឃើញពីតម្លៃនៃឱកាសដែលខ្លួនបានទទួលនោះតែមិនដូច្នោះទេ Martial ហាក់ដូចជាពោពេញទៅដោយក្តីមួម៉ងឈឺចាប់ក្នុងចិត្តច្រើនជាងនេះជាទស្សនគតិដែលឃើញមានជាទូទៅដោយមិនកំណត់អាយុឬសង្គមបុគ្គលអច្ឆរិយៈដែលពោពេញដោយភាពខឹងសម្បារគ្មាននរណាមើលឃើញតម្លៃព្រមទាំងត្រូវស្ថានភាពបង្ខំឲ្យសុខចិត្តធ្វើអ្វីដែលខ្លួនមិនពេញចិត្តទៅលើមនុស្សដែលខ្លួនមិនគោរពនៅខណៈដែលខ្លួនខិតខំស្វែងរកជោគជ័យឲ្យជីវិតតើពួកគេជាស្អីទៅហ៊ានមកបង្ខំឲ្យយើងត្រូវលុតក្រាបដូច្នេះវាដូចជាមិនយុត្តិធម៌សោះវាជារឿងផ្ដេសផ្ដាសយើងបានឃើញហេតុការណ៍ដូចគ្នានេះពីរឿងក្តីមួយកាលពីថ្មីនេះដែលបុគ្គលវឹកហាត់ការងារទាមទារឲ្យចៅហ្វាយបើកប្រាក់ថ្លៃពលកម្មក្មេងសម័យនេះសុខចិត្តនៅផ្ទះជាមួយឪពុកម្ដាយប្រសើរជាងបន្ទាបខ្លួនទៅធ្វើការដែលពួកគេយល់ថាខ្លួនមានគុណសម្បត្តិខ្ពស់ជាងការងារនេះក្រៅពីនេះយើងក៏បានឃើញពីការមិនអាចចុះសម្រុងជាមួយអ្នកដទៃ
និងការមិនព្រមថយមួយជំហានដើម្បីអាចដើរទៅមុខបានច្រើនជំហានខ្ញុំមិនឲ្យពួកគេដើរខ្សែលើទេសុខចិត្តឲ្យវាអត់ទាំងអស់គ្នាទៅចុះយើងគួរពិចារណាពីភាពអាប់អន់កិត្តិយសដែលយើងចូលចិត្តគិតតែខ្លួនឯងថាមកពីការបម្រើអ្នកដតីនេះបន្តិចតាមពិតគឺរបបកូនជាងវឹកហាត់ការងារនេះឯងដែលនាំឲ្យកើតមានសិល្បៈធំអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រលោកសិល្បករល្បីៗមិនថាជា Michelangelo, Leonardo da Vinci ព្រមទាំង Benjamin Franklin សុទ្ធតែតម្រូវឲ្យចូលទៅក្នុងប្រព័ន្ធបែបនេះដូច្នេះបើអ្នកចង់ក្លាយជាមនុស្សអស្ចារ្យតាមអ្វីដែលអ្នកជឿថាខ្លួនឯងអាចទៅរួចការបម្រើអ្នកដទៃក៏អាចចាត់ទុកថាជាការទៅបន្តិចបន្តួចបណ្ដោះអាសន្នប៉ុណ្ណោះមិនមែនទេឬពេលចូលធ្វើការដំបូងឬទៅតែចូលរួមជាមួយស្ថាប័នថ្មីអ្នកតែងតែទទួលបានការណែនាំថាចូលធ្វើទៅលើអ្នកដទៃឲ្យបានល្អនោះអ្នកនឹងបានល្អចូលខំប្រឹងប្រែងធ្វើតាមការបញ្ជាហើយបម្រើចៅហ្វាយរបស់អ្នកពិតណាស់ថានេះមិនមែនជាពាក្យណែនាំដែលក្មេងស្ថិតក្នុងស្ថានភាពធ្លាប់តែឈ្នះអ្នកដទៃរហូតដល់ត្រូវជ្រើសរើសឲ្យចូលមកធ្វើការចង់ស្ដាប់នោះឡើយម្យ៉ាងទៀតក៏មិនមែនជាអ្វីដែលនិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Harvard រំពឹងចង់បានឡើយព្រោះហេតុផលដែលពួកគេចាប់យកបរិញ្ញាបត្រពី Harvard គឺដើម្បីគេចពីភាពអាប់អោននេះឯងម្ដងនេះយើងសាក់លបងមើលពីជ្រុងមួយទៀតដែលធ្វើឲ្យពាក្យណែនាំខាងដើមស្ដាប់ទៅមិនដូចជាការបន្ទាបខ្លួនពាក្យណែនាំនោះមិនបានប្រាប់ឲ្យអ្នកទៅអែបអបនិងមិនបានប្រាប់ឲ្យអ្នកជួយឲ្យអ្នកដទៃបានល្អជាងមុននោះទេតែវាជាការគ្រប់គ្រងឲ្យអ្នកដទៃធ្វើបានល្អទៅវិញបើបដូរពាក្យណែនាំខាងដើមឲ្យល្អជាងមុនក៏ប្រហែលជាត្រូវនិយាយថាចូលស្វែងរកផ្ទាំងសម្ពុតដើម្បីឲ្យអ្នកដទៃគូររូបចូលធ្វើជា Anthimbulo ដែលបើកផ្លូវឲ្យអ្នកដទៃនៅពីលើអ្នកដើម្បីដល់ទីបំផុតអ្នកនឹងបានបង្កើតផ្លូវសម្រាប់ខ្លួនឯងពេលចាប់ផ្ដើមដំបូងយើងនឹងប្រកាសចិត្តបានចំពោះការពិតជាមូលដ្ឋានដូចតទៅនេះ1យើងមិនមែនពូកែឬសំខាន់ដូចអ្វីដែលខ្លួនឯងគិតឡើយ2យើងចាំបាច់ត្រូវបដូរទស្សនគតិនិង3អ្វីដែលយើងគិតថាចេះឬបានរៀនពីសៀវភៅឬពីសាលាភាគច្រើនអាចខុសឬហួសសម័យវិធីសាស្ត្រដ៏វិសេសមួយសម្រាប់កម្ចាត់ជំនឿខុសទាំងអស់ចេញគឺត្រូវសេពគប់ជាមួយបុគ្គលឬស្ថាប័នដែលសម្រេចជោគជ័យចូលភ្ជាប់ខ្លួនអ្នកទៅនឹងពួកគេរួចបោះជំហានដើរទៅមុខជាមួយគ្នាអ្វីត្បិតតែការអភិវឌ្ឍខ្លួនឯងឲ្យរីកចម្រើនតែម្នាក់ឯងវាគួរឲ្យចាប់អារម្មណ៍ជាងតែច្បាស់ណាស់ថាវាមានប្រសិទ្ធភាពទាបជាងការសុខចិត្តអនុវត្តតាមទៅវិញទេដែលជាវិធីសាស្ត្រដើរទៅមុខបានយ៉ាងស័ក្តិសមផលប្រយោជន៍ពីទស្សនគតិបែបនេះគឺអត្តារបស់អ្នកនឹងថយចុះក្នុងកំឡុងពេលសំខាន់សម្រាប់អាជីពការងាររបស់អ្នកចូលទុកឲ្យខ្លួនឯងរៀនសូត្រពីអ្វីគ្រប់យ៉ាងដែលអាចរៀនសូត្របានដើម្បីកុំឲ្យត្រូវពិបាកជួបនឹងឧបសគ្គផ្សេងៗដែលរារាំងចក្ខុវិស័យនិងភាពរីកចម្រើនដោយអ្វីដែលអ្នកដទៃត្រូវជួបនោះមាននរណាគ្រប់គ្រងឲ្យអ្នកអាប់អោនឡើយចំណុចសំខាន់នៅត្រង់ការមើលឃើញអ្វីដែលកំពុងកើតឡើងពីខាងក្នុងរួចស្វែងរកឱកាសជាមួយនរណាម្នាក់ដែលមិនមែនជាអ្នកកុំភ្លេចថា Anthimbulo ប្រែថាអ្នកបើកផ្លូវដែលមានតួនាទីស្វែងរកទិសដៅឲ្យនរណាម្នាក់ដែលតាំងចិត្តថានឹងឆ្ពោះទៅរកបន្ទាប់មកក៏ជួយទុកដាក់សម្រាលដើម្បីឲ្យពួកគេមានពេលទំនេរល្មមនិងផ្ដោតទៅលើចំណុចខ្លាំងរបស់ពួកគេចូលព្យាយាមធ្វើឲ្យគ្រប់យ៉ាងឲ្យប្រសើរជាងមុនជាងការក្រាន់តែកុហកខ្លួនឯងថាបានធ្វើហើយមនុស្សជាច្រើនអាចធ្លាប់បានឮរឿងលិខិតដែល Benjamin Franklin សរសេរដោយប្រើនាមពក្កាដូចជា Silent Dogwood មកហើយប៉ុន្តែពួកគេបានត្រឹមតែគិតថាគាត់គឺជាក្មេងដែលវៃឆ្លាតអស្ចារ្យហើយមើលរំលងចំណុចដ៏គួរឲ្យយកចិត្តទុកដាក់បំផុតទៅវិញគឺ Franklin បានសរសេរលិខិតទាំងនោះហើយបញ្ជូនទៅឲ្យរោងបោះពុម្ពកាសែតដោយសូកវាចូលទៅតាមប្រឡោះក្រោមទ្វាររោងពុម្ពដោយគ្មាននរណាដឹងថាគាត់ជាអ្នកសរសេរឡើយគាត់បន្តធ្វើបែបនេះអស់ជាច្រើនឆ្នាំអ្នកដែលទទួលបានប្រយោជន៍ពីការពេញនិយមពីសំណាក់មហាជនទៅលើលិខិតទាំងនោះคล้ายជាបងប្រុសរបស់គាត់ជាម្ចាស់រោងពុម្ពដែលយកលិខិតនោះទៅបោះពុម្ពនៅលើទំព័រកាសែតប្រចាំចំណែក Franklin យល់ថាខ្លួន
បានវិនិយោគរយៈពេលវែងបានព្យាយាមរៀនសូត្រថាមតិសាធារណជនមានដំណើរការប្រព្រឹត្តទៅដូចម្តេចថែមទាំងធ្វើឲ្យមនុស្សម្នាបានយល់ដឹងទៅលើអ្វីដែលគាត់ជឿរួមទាំងបានដុសខាត់វិធីសាស្ត្រក្នុងការសរសេរការប្រើទឹកដមសំឡេងនិងអារម្មណ៍កំប្លែងដែលសុទ្ធតែជាយុទ្ធសាស្ត្រដែលគាត់យកមកប្រើហើយប្រើទៀតក្នុងអាជីពការងាររបស់គាត់រហូតដល់គាត់សរសេរលិខិតទៅបោះពុម្ពក្នុងទំព័រកាសែតរបស់គូប្រជែងមួយដើម្បីកម្ចាត់គូប្រជែងមួយទៀត Franklin យល់ច្បាស់ថាការជួយឲ្យអ្នកដទៃមានកេរ្តិ៍ឈ្មោះល្អនិងទុកឲ្យពួកគេទទួលបានគុណសម្បត្តិពីស្នាដៃរបស់អ្នកនោះគឺជារឿងមានប្រយោជន៍ជានិច្ច Bill Belichick ជាប្រធានក្រុមគ្រូបង្វឹកឲ្យក្រុមកីឡា New England Patriots ដែលនាំឲ្យក្រុមឈានទៅទទួលបានតំណែងជើងឯក Super Bowl រហូតដល់ទៅ4 ដងគេកសាងខ្លួនរហូតឡើងមកដល់លីក NFL ដោយភាពស្ទាត់ជំនាញនិងការយកចិត្តទុកដាក់វិភាគទៅលើវីដេអូនៃការប្រកួតជាការងារមួយរបស់គ្រូបង្វឹកដែលបណ្ដាគ្រូបង្វឹកទាំងឡាយស្អប់ជាខ្លាំងនៅពេលនោះការងារដំបូងរបស់គាត់នៅក្នុងវិស័យកីឡា Football American មិនមែនបាល់ទាត់ទេបាល់ទាត់នៅអាមេរិកគេហៅថា Soccer ជាការងារដែលគេស្ម័គ្រចិត្តធ្វើដោយមិនយកថ្លៃឈ្នួលដល់ក្រុមបាល់ទាត់ទីម័រខូចចំណែកយុទ្ធសាស្ត្រនៃការប្រកួតដែលកើតចេញពីការយល់យ៉ាងស៊ីជម្រៅរបស់គេក៏ត្រូវផ្ដល់ឈ្មោះទៅឲ្យគ្រូបង្វឹកដែលមានតំណែងខ្ពស់ជាងគេធ្វើបានយ៉ាងល្អចំពោះការងារដែលអ្នកដទៃយល់ថានោះជាការងារតូចទាបថែមទាំងជាមនុស្សសុំធ្វើការប្រភេទនេះដោយខ្លួនឯងនិងព្យាយាមយ៉ាងពេញទំហឹងដើម្បីឲ្យពូកែទៅលើអ្វីដែលអ្នកដទៃយល់ថាខ្លួនឯងខ្ពស់ហួសពីកិច្ចការនោះគេប្រៀបដូចជាអេប៉ុងដែលបឺតស្រូបយកអ្វីគ្រប់យ៉ាងហើយព្រមស្ដាប់គ្រប់រឿងគ្រូបង្វឹកម្នាក់បាននិយាយបើយើងប្រគល់ការងារឲ្យគេធ្វើគេនឹងចូលទៅក្នុងបន្ទប់បាត់អ្នកនឹងមិនបានឃើញគេទៀតឡើយរហូតតែការងាររួចរាល់ស្រេចបាច់ហើយគេក៏សុំការងារបន្ថែមអ្នកគួរតែទាយដឹងហើយថា Belichick ចាប់ផ្ដើមទទួលបានថ្លៃឈ្នួលនៅក្រោយពីនោះបន្តិចកាលពីនៅជាកីឡាករវ័យក្មេងរបស់សាលាមធ្យមសិក្សា Belichick ដឹងពីរឿង Football American គ្រប់យ៉ាងរហូតទទួលបានតួនាទីធ្វើជាជំនួយការគ្រូបង្វឹកទន្ទឹមគ្នានោះដែរឪពុករបស់ Belichick ដែលជាជំនួយការគ្រូបង្វឹក Football American របស់កងទ័ពជើងទឹកបានផ្ដល់មេរៀនសំខាន់បំផុតទាក់ទងនឹងនយោបាយក្នុងវិស័យកីឡា Football American ដល់គេនោះគឺបើចង់រិះគន់គ្រូបង្វឹកឬមានចម្ងល់លើការសម្រេចចិត្តណាមួយគេចាំបាច់ត្រូវនិយាយជាមួយគ្រូបង្វឹកដោយផ្ទាល់ហើយត្រូវនិយាយយ៉ាងដាក់ខ្លួនដើម្បីឲ្យអ្នកមានអាយុច្រើនជាងមិនអន់ចិត្តនឹងខ្លួនឯងគេបានរៀនក្នុងការក្លាយជាតារាលេចធ្លោដោយមិនធ្វើឲ្យនរណាយល់ថាខ្លួនត្រូវរងការគំរាមកំហែងសរុបមកវិញគឺគេជំនាញក្នុងការប្រើយុទ្ធសាស្ត្រផ្ទាំងសំពត់នោះឯងអ្នកប្រហែលជាបានឃើញហើយថាអារម្មណ៍ដែលយល់ថាខ្លួនមានសិទ្ធិធំជាងនិងអារម្មណ៍ដែលយល់ថាខ្លួនក្រាន់បើជាងអ្នកដទៃដែលសុទ្ធតែជាលក្ខណៈលេចធ្លោរបស់អត្តាអាចមកជាឧបសគ្គចំពោះជោគជ័យរបស់បុរសទាំងពីរដែលយើងទៅតែនិយាយខាងលើនេះបានយ៉ាងងាយស្រួលកម្រិតណាស់បើ Franklin ផ្ដល់សារៈសំខាន់ទៅលើកេរ្តិ៍ឈ្មោះឲ្យខ្ពស់ជាងការបង្ហាញគំនិតចេញមកយ៉ាងច្នៃប្រឌិតលិខិតរបស់គាត់អាចមិនទទួលបានការបោះពុម្ពនៅពេលដែលបងប្រុសរបស់គាត់រកឃើញការពិតដល់ថ្នាក់វាធ្វើបាប Franklin ដោយសារតែភាពច្រណែននិងខឹងសម្បារចំណែក Belichick ក៏អាចធ្វើឲ្យគ្រូបង្វឹករបស់ខ្លួនមិនសប្បាយចិត្តនិងអាចត្រូវទុកឲ្យអង្គុយត្រឹមតែជាកីឡាករបម្រុងជារៀងរហូតតទៅបើគេបង្ហាញថាខ្លួនពូកែជាងគ្រូបង្វឹកនៅចំពោះមុខកន្លែងប្រជុំក្រៅពីនេះគេអាចមិនព្រមធ្វើការដោយមិនទទួលថ្លៃឈ្នួលហើយក៏មិនព្រមអង្គុយមើលវីដេអូការប្រកួតបាល់ទាត់រាប់ពាន់ម៉ោងឡើយបើគេបារម្ភពីឋានៈជីវភាពក្នុងសង្គមភាពអស្ចារ្យសុទ្ធតែកើតពីចំណុចចាប់ផ្ដើមនឹងការធ្វើការងារតូចទាបនេះមានន័យថាអ្នកត្រូវធ្វើជាមនុស្សមានសារៈសំខាន់តិចតួចបំផុតនៅតែក្នុងបន្ទប់រហូតដល់លទ្ធផលការងាររបស់ខ្លួនផ្លាស់ប្ដូរស្ថានភាពឲ្យខ្លួនឯងមានពាក្យបុរាណមួយពោលថានិយាយឲ្យតិចធ្វើឲ្យច្រើនដែលយើងគួរយកមកធ្វើបច្ចុប្បន្នភាពដើម្បីយកមកអនុវត្តលើវិធីសាស្ត្ររបស់យើងគឺចូលចង់ទៅជាអ្វីឲ្យតិចធ្វើឲ្យច្រើន be lesser do more ចូលស្រមៃទៅមើលថាតើវានឹងមានអ្វីកើតឡើងបើអ្នកស្វែងរកវិធីជួយមនុស្សគ្រប់គ្នាឲ្យបានជួប
ដោយធ្វើអ្វីដែលមានប្រយោជន៍ចំពោះពួកគេមិនមែនដើម្បីខ្លួនឯងលុះពេលវេលាកន្លងផុតទៅលទ្ធផលដែលប្រមូលបានពីទង្វើបែបនេះនឹងមានអានុភាពខ្លាំងបំផុតគឺអ្នកនឹងបានរៀនសូត្រយ៉ាងច្រើនពីវិធីដោះស្រាយបញ្ហាច្រើនបែបច្រើនយ៉ាងអ្នកនឹងបានសន្សំកេរ្តិ៍ឈ្មោះក្នុងឋានៈជាបុគ្គលដែលអាចពឹងពាក់បានជានិច្ចអ្នកនឹងបានបង្កើតសម្ព័ន្ធភាពថ្មីរាប់មិនអស់ហើយអ្នកមានលទ្ធភាពជាច្រើននឹងផ្ដល់ជំនួយដល់អ្នកដទៃនៅពេលក្រោយទាំងអស់នេះគឺជាខ្លឹមសំខាន់នៃយុទ្ធសាស្ត្រផ្ទាំងសម្ពុតពោលគឺជួយខ្លួនឯងដោយជួយអ្នកដទៃជាមុនចូលព្យាយាមផ្លាស់ប្ដូរការមើលឃើញប្រយោជន៍ពេលខ្លីឲ្យคล้ายទៅជាមើលឃើញប្រយោជន៍ពេលវែងអ្នកដទៃអាចប្រាថ្នាចង់បានកេរ្តិ៍ឈ្មោះនិងទទួលបានការគោរពលើកសរសើរតែអ្នកត្រូវបំភ្លេចរឿងកិត្តិយសកេរ្តិ៍ឈ្មោះចោលគឺបំភ្លេចវាឲ្យអស់រហូតដល់អ្នកមានអារម្មណ៍រីករាយពេលស្នាដៃការងារដែលខ្លួនធ្វើคล้ายជាស្នាដៃអ្នកដទៃជំនួសខ្លួនឯងព្រោះការពិតនេះគឺជាគោលដៅរបស់អ្នកចូលទុកឲ្យអ្នកដទៃទទួលយកកេរ្តិ៍ឈ្មោះចោលចំណែកអ្នកត្រូវអត់ធ្មត់រង់ចាំប្រមូលផលពីការវិនិយោគរបស់ខ្លួនការប្រើយុទ្ធសាស្ត្របែបនេះជារឿងដែលធ្វើបានដោយពិបាកចំណែកភាពល្វីងជូរចត់ដោយ Marshall ជារឿងងាយស្រួលវាជារឿងងាយដែលយើងមិនចូលចិត្តឲ្យខ្លួនអន់ជាងស្អប់អ្នកមានទ្រព្យសម្បត្តិច្រើនជាងស្អប់អ្នកមានបទពិសោធន៍ច្រើនជាងឬស្អប់អ្នកមានឋានៈក្នុងសង្គមខ្ពស់ជាងខ្លួនវាជារឿងងាយដែលអ្នកអាចប្រាប់ខ្លួនឯងថាគ្រប់វិនាទីដែលមិនបានធ្វើអ្វីដើម្បីខ្លួនឯងគឺជាការប្រើទេពកោសល្យដោយដាច់ខាតចោលទទេឬប្រកាសថាខ្ញុំមិនសុខចិត្តឲ្យខ្លួនអាប់អោនបែបនេះឡើយនៅពេលយើងអាចទប់ទល់នឹងអារម្មណ៍ឆាបឆួលមួយផ្លេតនិងអត្តាបានហើយយុទ្ធសាស្ត្រទាំងសម្ពុតនឹងក្លាយជារឿងងាយនិងអាចយកមកប្រើបានដោយគ្មានថ្ងៃបញ្ចប់អ្នកអាចមានគំនិតថ្មីសម្រាប់ផ្ដល់ឲ្យចៅហ្វាយស្វែងរកមនុស្សអ្នកគិតឬអ្នកមានទំនោររីកចម្រើនណែនាំពួកគេឲ្យស្គាល់គ្នាសាកល្បងភ្ជាប់ទំនាក់ទំនងក្នុងទម្រង់ខុសៗគ្នាដើម្បីដុតបញ្ឆេះអ្វីថ្មីរកអ្វីដែលគ្មាននរណាចង់ធ្វើហើយធ្វើវាឡើងសាកល្បងរកអ្វីដែលគ្មានប្រសិទ្ធភាពខាតបង់ចោលខ្ជិលចូលរកកន្លែងធ្លុះធ្លាយឲ្យឃើញរួចប្រជុំដើម្បីរកធនធានដែលនៅសល់ឲ្យមកធ្វើអ្វីដែលថ្មីបង្កើតស្នាដៃឲ្យបានច្រើនជាងអ្នកដទៃរួចចែករំលែកគំនិតទាំងឡាយរបស់អ្នកជាមួយអ្នកដទៃនិយាយដោយខ្លីគឺចូលស្វែងរកឱកាសគាំទ្រគំនិតច្នៃប្រឌិតរបស់អ្នកដទៃស្វែងរកមើលផ្លូវនិងមនុស្សដើម្បីរួមសហការគ្នាកម្ចាត់ឧបសគ្គទាំងឡាយដែលរាំងស្ទះដល់ដំណើរការនៃចំណាប់អារម្មណ៍របស់ពួកគេនេះជាយុទ្ធសាស្ត្រវិនិយោគដែលហុចផលយ៉ាងសមតម្លៃថែមទាំងអាចពង្រីកបរិមាណទៅប្រើនឹងមនុស្សច្រើនប៉ុណ្ណាក៏បានសូមចាត់ទុកថាការប្រើយុទ្ធសាស្ត្រខាងលើនីមួយៗគឺជាការវិនិយោគលើទំនាក់ទំនងនិងការអភិវឌ្ឍខ្លួនឯងយុទ្ធសាស្ត្រទាំងសម្ពុតអាចយកមកប្រើបាននៅគ្រប់ពេលវេលានិងមិនចេះផុតកំណត់ក្រៅពីនេះវាថែមទាំងជាយុទ្ធសាស្ត្រមួយដែលមិនកំណត់អាយុគ្មាននរណាចាស់ពេកឬក្មេងពេកសម្រាប់ការប្រើប្រាស់វាឡើយអ្នកអាចចាប់ផ្ដើមបានគ្រប់ពេលមិនថាជានៅពេលមិនតាន់ចូលធ្វើការនៅពេលកំពុងធ្វើអ្វីផ្សេងដើម្បីរង់ចាំបដូរការងារថ្មីនៅពេលកំពុងចាប់ផ្ដើមធ្វើអ្វីថ្មីឬនៅពេលដែលអ្នករកឃើញថាខ្លួនឯងស្ថិតក្នុងស្ថាប័នដោយគ្មានសម្ព័ន្ធមិត្តឬអ្នកគាំទ្រដែលរឹងមាំក្រៅពីនេះអ្នកថែមទាំងអាចឃើញទៀតថាគ្មានហេតុផលអ្វីឲ្យអ្នកឈប់ប្រើយុទ្ធសាស្ត្រនេះទេទោះជាពេលដែលអ្នករីកចម្រើនคล้ายជាអ្នកបង្កប់បញ្ជាលើគម្រោងទាំងអស់ហើយក្តីចូលទុកឲ្យយុទ្ធសាស្ត្រនេះคล้ายជាផ្នែកមួយរបស់អ្នកទៅតាមធម្មជាតិហើយឲ្យអ្នកដទៃប្រើយុទ្ធសាស្ត្រនេះជាមួយអ្នកនៅពេលដែលអ្នកកំពុងធ្វើការជាមួយមនុស្សពូកែជាងអ្នកបើអ្នកចាប់ផ្ដើមប្រើយុទ្ធសាស្ត្រនេះបានតែម្ដងអ្នកអាចនឹងឃើញអ្វីដែលអត្តារបស់មនុស្សភាគច្រើនបិទភ្នែកបិទច្រមុះមិនឲ្យពួកគេមើលឃើញនោះគឺអ្នកដែលមានតួនាទីបើកផ្លូវនោះទីបំផុតគេនឹងក្លាយជាអ្នកគ្រប់គ្រងទិសដៅដែលកំពុងតែឆ្ពោះទៅមុខដូចគ្នានឹងផ្ទាំងសម្ពុតដែលជាអ្នកកំណត់រូបទម្រង់នៃគំនូរដែលគូរលើវាដូច្នោះគ្រប់គ្រងខ្លួនឯងខ្ញុំសង្កេតឃើញអ្នកដែលអាចបង្កើតស្នាដៃអស្ចារ្យបំផុតបានគឺជាអ្នកដែលប្រមូលអ្វីគ្រប់យ៉ាងមកទុកក្នុងខ្លួនជាអ្នកមិនភ្ញាក់ផ្អើលឬគ្រប់គ្រងខ្លួនឯងបានជាអ្នកស្ងប់ស្ងាត់មានសតិ
ពូកែអត់ធ្មត់និងសុភាពរាបសារជាដោយ Booker T Washington នរណាក៏ដោយដែលស្គាល់ Jackie Robinson តាំងពីពេលគេនៅក្មេងប្រាកដជាមិននឹកស្មានថាថ្ងៃណាមួយគេអាចក្លាយជាកីឡាករដ៏ល្បីជនជាតិអាមេរិកកាត់អាហ្វ្រិកដំបូងគេក្នុងវិស័យកីឡា Baseball Major League នេះទេគំនិតបែបនេះមិនមែនមកពីរឿងខ្វះទេពកោសល្យឬគ្មានការបើកឱកាសឲ្យកីឡាករជនជាតិស្បែកខ្មៅចូលរួមក្នុងកីឡា Baseball អ្វីនោះទេគឺដោយសារតែគេគ្រប់គ្រងខ្លួនឯងមិនសូវបានល្អហើយចិត្តស្រាលនោះឯងសម័យនៅជាយុវជន Robinson ចូលរួមបង្ករឿងជាមួយក្រុមមិត្តភ័ក្តិក្រុមតូចៗរហូតមានរឿងរ៉ាវជាមួយប៉ូលីសក្នុងតំបន់ជាញឹកញាប់គេបានវាយតប់ជាមួយនឹងសិស្សម្នាក់ទៀតដែលរៀនវិទ្យាល័យវិជ្ជាជីវៈជាមួយគ្នាព្រោះតែភាគីម្ខាងទៀតមើលងាយមើលថោកខ្លួននៅថ្ងៃកម្មវិធីបរិភោគអាហារពេលថ្ងៃជុំគ្នាពេលកំពុងលេងបាល់បោះនៅគ្រាមួយគេបានយកបាល់គប់ទៅលើកីឡាករស្បែកសនៅក្រុមម្ខាងទៀតដែលជាចេតនាបង្កឲ្យមានកំហុសយ៉ាងធ្ងន់ធ្ងររហូតដល់យុវជននោះមានឈាមហូរពេញខ្លួនក្រៅពីនេះគេថែមទាំងត្រូវចាប់ខ្លួនជាច្រើនលើកដោយសារតែប្រកែកនិងឌឺដងឲ្យមន្ត្រីប៉ូលីសដែលគេយល់ថាអនុវត្តចំពោះខ្លួនដោយអយុត្តិធម៌មុននឹងចូលទៅនៅក្រុម UCLA គេត្រូវប្រើចំណាយពេលពេញមួយយប់ក្នុងបន្ទប់ឃុំឃាំងថែមទាំងត្រូវប៉ូលីសភ្ជុំកាំភ្លើងដាក់ព្រោះតែបង្កចំនួនជាមួយបរិសស្បែកសម្នាក់ដែលមើលងាយមិត្តភ័ក្តិរបស់ខ្លួនកាលនៅធ្វើជាទាហាននៅ Camp Hood ឆ្នាំ1944ក្រៅពីលេចឮព័ត៌មានថាគេបំផុសបំផុលឲ្យកើតបាតកម្មប្រឆាំងការរើសអើងពណ៌សម្បុរគេថែមទាំងបានធ្វើឲ្យខ្លួនឯងខូចអនាគតដោយទៅប្រកែកតវ៉ានិងប្រមាថអ្នកបើករថយន្តក្រុងដែលបង្ខំឲ្យគេទៅអង្គុយនៅបាំងក្រោយរបស់រថយន្តបើទោះជាច្បាប់នៅពេលនោះបានហាមមិនឲ្យរើសអើងជាតិសាសន៍និងពណ៌សម្បុរលើរថយន្តសាធារណៈរបស់ទើបក៏ដោយបន្ទាប់មកគេបានឌឺដងផ្ចាញ់ផ្ចានឹងមេបញ្ជាការរបស់ខ្លួននាំឲ្យកើតមានរឿងជាច្រើនរហូតដល់ត្រូវបញ្ចប់ក្តីនៅតុលាការទោះជាគេត្រូវបានកាត់ក្តីថាគ្មានទោសកំហុសតែគេក៏ត្រូវបានគេដកចេញពីតបនៅពេលក្រោយពីនោះបន្តិចទង្វើរបស់គេមិនត្រឹមតែជារឿងដែលអាចធ្វើឲ្យយើងយល់បាននិងបង្ហាញពីភាពជាមនុស្សសាមញ្ញម្នាក់តែវាក៏ទំនងដូចជាត្រឹមត្រូវផងដែររឿងអីដែលគេត្រូវព្រមឲ្យអ្នកដទៃប្រព្រឹត្តមិនគប្បីមកលើខ្លួនបែបនេះគ្មាននរណាគួរត្រូវអត់ធ្មត់ចំពោះរឿងបែបនេះឡើយប៉ុន្តែជួនកាលយើងក៏គួរតែព្រមដែរថាព្រោះគោលដៅខ្លះមានសារៈសំខាន់ខ្លាំងរហូតដល់យើងសុខចិត្តអត់ធ្មត់បានគ្រប់យ៉ាងដើម្បីឲ្យវាបានសម្រេចមិនមែនទេឬនៅពេលដែល Brent Rickey ជាអ្នកដឹកនាំនិងជាម្ចាស់លើក្រុមកីឡា Baseball Brooklyn Dodgers បញ្ចុះបញ្ចូល Robinson ឲ្យមកធ្វើជាកីឡាករ Baseball ជនជាតិអាមេរិកកាត់អាហ្វ្រិកដំបូងគេក្នុងកីឡានេះ Rickey មានសំណួរតែមួយគត់តើឯងចិត្តសឿនដែរឬទេព្រមទាំងបញ្យល់ថាយើងកំពុងតែរកមើលកីឡា Baseball ដែលចិត្តសឿនក្នុងការមិនវាយបកដល់ថ្នាក់ Rickey សម្ដែងតួនាទីនេះជាឧទាហរណ៍ឲ្យ Robinson មើលឃើញថាតើខ្លួនត្រូវជួបជាមួយនឹងការមើលងាយដូចម្ដេចខ្លះបើខ្លួនព្រមទទួលយកមិនថាជារឿងដែលបុគ្គលិកសន្តាគារបដិសេធមិនឲ្យចូលស្នាក់នៅអ្នកបម្រើសេវាដែលនិយាយស្ដីមិនពិរោះដាក់ខ្លួនក្នុងអាហារដ្ឋានឬគូប្រកួតដែលស្រែកកំហុសមើលងាយដល់ខ្លួន Robinson ធានាថាខ្លួនអាចទទួលយកបានមានកីឡាករជាច្រើនទៀតដែល Ricky អាចជ្រើសយកចូលមកក្នុងក្រុមបានតែគេចង់បានកីឡាករដែលមិនសុខចិត្តឲ្យអត្តាបាំងភ្នែករហូតមើលមិនឃើញរូបភាពដែលធំជាងនោះឡើយនៅពេលចាប់ផ្ដើមចូលរួមក្នុងបែបបទហ្វឹកហាត់របស់កីឡាករ Baseball និងចាប់ផ្ដើមធ្វើជាកីឡាករអាជីពនោះ Robinson ត្រូវប្រឈមជាមួយអ្វីដែលអាក្រក់ជាងការត្រូវបុគ្គលិកបម្រើសេវាមើលងាយឬត្រូវកីឡាករដទៃមិនរ៉ាប់រកទៅទៀតគេត្រូវជួបជាមួយនឹងការរួមគ្នាជាប្រព័ន្ធមកប្រមាថមើលងាយបណ្ដេញញុះញង់រារាំងធ្វើបាបរួមគ្នាធ្វើបាបឬដល់ថ្នាក់ព្យាយាមសម្លាប់ក្នុងអាជីពរបស់ខ្លួន Robinson ត្រូវបានគេគប់បាល់ដាក់លើសពី72ដង
នឹងថែមទាំងស្ទើរតែដាច់កែងជើងព្រោះមានកីឡាករដទៃបានយកដាច់ស្រួចមកដាក់ពីក្រោមបាតស្បែកជើងសង្រែករបស់នេះនៅមិនតាន់រួមបញ្ចូលទាំងការត្រូវកេងប្រវ័ញ្ចពេលបញ្ជូនសញ្ញាក្របបាល់ឬកីឡាករដទៃដែលតាំងចិត្តមិនគប់ក្របបាល់ឲ្យចំតំណែងដែលគេឈរតែ Robinson ក៏នៅតែប្រកាន់ខ្ជាប់នឹងពាក្យសន្យាជាពាក្យសម្ដីដែលគេនិយាយជាមួយ Ricky គេមិនធ្លាប់ខឹងរហូតដល់មុខក្រហមនោះទេទោះជារឿងនោះគួរឲ្យខឹងយ៉ាងណាក៏ដោយអស់រយៈពេលពេញ9ឆ្នាំក្នុងការធ្វើជាកីឡាករបេសបលអាជីពនោះគេមិនធ្លាប់វាយតប់នឹងកីឡាករដទៃណាសូម្បីតែម្ដងបច្ចុប្បន្ននេះកីឡាករទាំងឡាយសុទ្ធតែយកខ្លួនឯងជាធំនិងមានអារម្មណ៍ក្តៅក្រហាយតែយើងមិនដឹងថាវិស័យកីឡាបេសបលអាជីពក្នុងសម័យនោះដូចម្ដេចទេនៅឆ្នាំ1956 Ted Williamsជាកីឡាករជើងខ្លាំងម្នាក់ដែលទទួលបានការគោរពច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រកីឡាបេសបលដែលធ្លាប់ត្រូវគេចាប់បានថាស្ដោះទឹកមាត់ដាក់អ្នកគាំទ្រតែគេជាកីឡាករស្បែកសទើបគេមិនត្រូវទទួលទណ្ឌកម្មក្រោយមកគេប្រាប់អ្នកសារព័ត៌មានថាខ្ញុំមិនសោកស្ដាយសូម្បីតែបន្តិចឡើយចំពោះអ្វីដែលខ្ញុំបានធ្វើខ្ញុំជាភាគីត្រូវហើយខ្ញុំនៅតែស្ដោះទឹកមាត់ដាក់អ្នកដែលស្រែកដេញខ្ញុំនោះទៀតគ្មាននរណាខាត់មិនឲ្យខ្ញុំស្ដោះទឹកមាត់បានឡើយទោះជាយ៉ាងណាបើនេះជាករណីកីឡាស្បែកខ្មៅវិញទង្វើបែបនេះមិនត្រឹមតែជាអ្វីដែលគ្មាននរណាគិតថានឹងកើតឡើងប៉ុណ្ណោះទេតែនៅចាត់ទុកថាជាទង្វើដែលមិនឆ្លាតវៃសោះឡើយ Robinson គ្មានអភ័យឯកសិទ្ធិដោយ William ទេបើធ្វើដោយ William អនាគតរបស់គេក៏នឹងត្រូវចប់មួយរំពេចថែមទាំងធ្វើឲ្យបដិវត្តន៍វិស័យដ៏មានឥទ្ធិពលរបស់គេកាន់តែមានដំណើរយឺតជាងមុនរហូតដល់មួយចំនួនទៀតផ្លូវដើររបស់ Robinson ធ្វើឲ្យគេត្រូវទម្លាក់អត្តាចោលរួមទាំងអារម្មណ៍មូលដ្ឋានតាក់ទងនឹងយុត្តិធម៌និងសិទ្ធិមនុស្សនៅក្នុងករណីមួយចំនួនក្នុងការប្រកួតមួយនៅពេលទៅនឹងចាប់ផ្ដើមអាជីពរបស់ខ្លួន Ben Chapman អ្នកគ្រប់គ្រងកីឡាករក្រុម Philadelphia Phillies បានជេរប្រមាថឲ្យគេយ៉ាងធ្ងន់ធ្ងរនិងឃោរឃៅពួកគេចាំឯងនៅព្រៃឯណោះអាស្វាខ្មៅ Chapman ស្រែកហើយស្រែកទៀតពួកយើងមិនត្រូវការឯងនៅទីនេះទេអាខ្មៅ Robinson មិនត្រឹមតែមិនឆ្លើយតបប៉ុណ្ណោះទេទោះជាគេសរសេរប្រាប់នៅពេលក្រោយថាខ្លួនចង់ចាប់ពួកអាខូចស្បែកសទាំងនោះមកវាយបាត់ថ្មិញដោយកណ្ដាប់ដៃខ្មៅដែលគួរឲ្យស្អប់របស់ខ្ញុំនេះណាតែមួយខែក្រោយមកគេនៅតែព្រមថតរូបជាមួយ Chapman ដើម្បីជួយកុំឲ្យ Chapman ត្រូវបាត់បង់ការងារទៀតផងទោះជាកន្លងផុត60ឆ្នាំទៅហើយតែការគិតទៅដល់ពេលដែលត្រូវគេតាត់ឬថតរូបជាមួយមនុស្សខូចទាំងអស់នេះវាពិតជាគួរឲ្យខ្ពើមណាស់ Robinson និយាយថានេះជារឿងមួយដែលលំបាកបំផុតតាមដែលខ្លួនធ្លាប់ធ្វើកន្លងមកក្នុងជីវិតតែគេក៏សុខចិត្តធ្វើព្រោះគិតថាវាជាផ្នែកមួយនៃផែនការរយៈពេលវែងគេយល់ច្បាស់ថាមនុស្សមួយចំនួនព្យាយាមបញ្ឆោតឲ្យខ្លួនចូលអន្ទាក់ដើម្បីធ្វើបាបខ្លួនតែទន្ទឹមគ្នានោះគេដឹងច្បាស់ថាខ្លួនឯងចង់បានអ្វីហើយត្រូវធ្វើអ្វីម្យ៉ាងក្នុងវិស័យបេសបលនេះដូច្នេះទើបគេដឹងយ៉ាងច្បាស់ថាតើត្រូវអត់ធ្មត់ចំពោះអ្វីខ្លះដើម្បីឲ្យសម្រេចជោគជ័យទៅតាមអ្វីដែលបានតាំងចិត្តគេមិនសមនឹងត្រូវអត់ធ្មត់ទេតែគេសុខចិត្តអត់ធ្មត់ទោះជាអ្នកតាំងចិត្តធ្វើអ្វីបរិមាណគ្មានប្រយោជន៍ដែលយើងត្រូវប្រឈមវាជាអ្វីដែលកំណត់ផ្លូវដើររបស់យើងទៅតាមជ្រុងណាមួយជានិច្ចទោះជាភាពអាប់អោនលំបាកលំបិនរបស់យើងมันអាចធៀបទៅនឹងអ្វីដែល Robinson ត្រូវប្រឈមតែវានៅតែហាក់ដូចជាលំបាកហើយធ្វើឲ្យយើងពិបាកគ្រប់គ្រងខ្លួនឯងអ្នកប្រដាល់ដូចជា Bas Rutten តែងសរសេរអក្សរ អ នៅលើដៃទាំងសងខាងមុននឹងឡើងប្រកួតដើម្បីរំលឹកដល់ពាក្យ resting ដែលមានន័យថា relax តាមសម្រួលក្នុងភាសាដាច់ការខឹងសម្បាការប្រើអារម្មណ៍ឬការបាត់បង់ការគ្រប់គ្រងខ្លួនឯងសុទ្ធតែនាំទៅរកបរាជ័យនៅលើសង្វេគយើងមិនអាចខឹងសម្បាហើយរួចផុតពីការខកបំណងនោះទេនេះគឺជាអ្វីដែល John Steinbeck អ្នកនិពន្ធជនជាតិអាមេរិកពានរង្វាន់ Nobel មុខវិជ្ជាអក្សរសិល្ប៍ធ្លាប់សរសេរប្រាប់បណ្ណាធិការរបស់ខ្លួនអត្តាគ្មានប្រយោជន៍អ្វីចំពោះអ្នកសោះឡើយមិនថាអ្នកទៅឆ្លោះជាមួយអ្នកបោះពុម្ពអ្នករិះគន់សត្រូវឬចៅហ្វាយដែលរកអ្វីពិតប្រាកដប្រជាមិនបានវាមិនសំខាន់ថាពួកគេយល់ឬមិនយល់ថាអ្នកចេះដឹងច្រើនជាងពួកគេអ្នកត្រូវចាំថាកុំប្រញាប់វាយបកលឿនពេក
កុំអន្ទះសារពេកឬមកពីអ្នកបានរៀនចប់សាកលវិទ្យាល័យតែវាមិនមែនមានន័យថាអ្នកមានសិទ្ធិគ្រប់គ្រងពិភពលោកឡើយចុះបើខ្ញុំរៀនចប់ពីសាកលវិទ្យាល័យកំពូលមែនតែអ្នកដទៃក៏នៅតែប្រតិបត្តិមិនល្អចំពោះអ្នកជាដដែលហើយពួកគេនៅតែកំហុសដាក់អ្នកជាដដែលថាម៉េចអ្នកមានប្រាក់$1 លានឬមានរង្វាន់កិត្តិយសបិទនៅពេញនឹងជញ្ជាំងផ្ទះមែនទេរឿងនេះក៏គ្មានឥទ្ធិពលទៅលើអ្វីថ្មីដែលអ្នកត្រូវជួបនិងត្រូវប្រឈមមុខជាមួយនោះដែរមិនសំខាន់ថាអ្នកពូកែកម្រិតណាមានបកពួកខ្សែរយៈធំដុំកម្រិតណាឬមានប្រាក់កាសច្រើនប៉ុណ្ណាបើអ្នកចង់ធ្វើអ្វីដែលសំខាន់ធំដុំនិងមានន័យអ្នកក៏នៅតែត្រូវជួបនឹងការមិនគាំទ្ររួមទាំងចេតនាបំផ្លិចបំផ្លាញអ្នកត្រូវត្រៀមចិត្តក្នុងការទទួលយកក្នុងស្ថានភាពបែបនេះអត្តាជាផ្នែកផ្ទុយពីអ្វីដែលអ្នកចាំបាច់ត្រូវមានតើនរណាអាចអត់ធ្មត់ចំពោះអារម្មណ៍ប្រែប្រួលចុះឡើងនេះតើមាននរណាជឿថាអ្នកពូកែជាងគេគ្រប់គ្នាលើលោកឬសំខាន់ដល់ថ្នាក់មិនអាចអត់ធ្មត់ជាមួយអ្វីដែលខ្លួនឯងមិនចូលចិត្តនោះអ្នកដែលគ្រប់គ្រងអត្តាបានគេនឹងយល់ថាពេលអ្នកដតីធ្វើមិនល្អមកលើខ្លួនមិនមែនអន់តម្លៃជាងមុននោះទេគឺអ្នកទាំងនោះទៅវិញទេដែលអន់តម្លៃជាងមុនតទៅមុខទៀតអ្នកអាចត្រូវជួបនឹងការមើលងាយការមិនយកចិត្តទុកដាក់និងការខឹងស្អប់ការសុខចិត្តបន្ទាបខ្លួននឹងត្រូវគេកំហួតដាក់អ្នកត្រូវសង្ងំធ្វើការនៅពីក្រោយឆាកដើម្បីដោះស្រាយបញ្ហាដែលគួរតែបានប្រសើរជាងនេះតែបែរជាមិនងាយទៅវិញអ្វីទាំងអស់នេះនឹងធ្វើឲ្យអ្នកខឹងធ្វើឲ្យអ្នកចង់តបតធ្វើឲ្យអ្នកចង់និយាយថាខ្ញុំខ្ពង់ខ្ពស់ជាងអ្វីដែលកំពុងធ្វើនេះខ្ញុំស័ក្តិសមនឹងទទួលបានអ្វីដែលល្អជាងនេះប្រកាសណាស់ថាអ្នកចង់វាយបំបាក់អ្នកដទៃវិញឬកាន់តែអាក្រក់ជាងនេះអ្នកអាចទៅបង្ករឿងភាគីម្ខាងទៀតជាបុគ្គលមិនសមតម្លៃនឹងទទួលបានការគោរពត្រូវមានកេរ្តិ៍ឈ្មោះឬត្រូវបានរង្វាន់ដែលពួកគេគួរទទួលនោះទេប៉ុន្តែអ្នកដែលទទួលបានសិទ្ធិពិសេសគឺពួកគេទាំងនោះមិនមែនជាអ្នកនៅពេលនរណាម្នាក់មិនបានធ្វើអ្វីឲ្យស័ក្តិសមទៅតាមបែបដែលអ្នកចង់បានអ្នកនឹងផុសឡើងនៅគំនិតតបតដើម្បីផ្ដល់ជាមេរៀនដល់ពួកគេដោយអ្វីដែលយើងតែងតែនិយាយថាតើឯងដឹងថាអញជានរណាទេអ្នកចង់ព្រមានឲ្យពួកគេរៀងចាលអត្តារបស់អ្នកតែងស្រែកប្រាប់ឲ្យអ្នកធ្វើទៅតាមអារម្មណ៍របស់ខ្លួនតែអ្នកមិនចាំបាច់ធ្វើដូច្នោះទេចូលទទួលស្គាល់ត្រឹមលេបអត់ធ្មត់កុំយកចិត្តទុកដាក់ហើយប្រឹងធ្វើការឲ្យកាន់តែច្រើនចូលលេងទៅតាមហ្គេមមិនបាច់ធ្វើដឹងធ្វើលឺចំពោះសំឡេងអេកអួចទាំងឡាយព្យាយាមធ្វើយ៉ាងណាកុំឲ្យសំឡេងអេកអួចទាំងនោះមកធ្វើឲ្យអ្នកត្រេកត្រោតការគ្រប់គ្រងខ្លួនឯងនេះជាចំណេះជំនាញមួយបែបដែលពិបាកធ្វើតែសំខាន់ខ្លាំងណាស់អ្នកតែងត្រូវរងការញុះញង់ឲ្យកើតទោសៈមោហៈជានិច្ចហើយអ្នកអាចត្រូវនៅក្រោមអំណាចរបស់វាទៅទៀតគ្មាននរណាគ្រប់គ្រងខ្លួនឯងបានល្អឥតខ្ចោះឡើយតែអ្នកចាំបាច់ត្រូវតែព្យាយាមសច្ចភាពអមតៈមួយតាក់ទងនឹងជីវិតមនុស្សយើងគឺអ្នកចំណូលថ្មីចាំបាច់ត្រូវតែស៊ូទ្រាំឲ្យបាននឹងការគំរាមកំហែងធ្វើបាបពីអ្នកចាស់ Robinson មានអាយុ28ឆ្នាំទៅហើយពេលដែលគេចាប់ផ្ដើមមកលេងឲ្យក្រុម Dodgers ពីមុនមកនេះគេបានលុតដំទាំងកាយនិងចិត្តរួចមកហើយក្នុងឋានៈបុរសស្បែកខ្មៅនិងជាពលទាហានតែគេត្រូវបានបង្ខំឲ្យត្រូវធ្វើបែបនេះសាជាថ្មីការពិតដ៏សែនឈឺចាប់នៃជីវិតគឺអ្នកមានសមត្ថភាពដែលជាអ្នកចំណូលថ្មីនឹងត្រូវគេមើលរំលងជាប្រចាំដែលសំបីតែមានអ្នកខ្លះបានមើលឃើញហើយក៏នៅតែគ្មានអ្នកឲ្យតម្លៃវាអាចមកពីមូលហេតុផ្សេងគ្នាតែស្ថានភាពបែបនេះហើយដែលជាផ្នែកមួយនៃការរីកចម្រើនអ្នកមិនអាចផ្លាស់ប្ដូរពិភពលោកបានទេលុះត្រាតែអ្នកសម្រេចជោគជ័យរួចទៅហើយពីមុននេះអ្នកចាំបាច់ត្រូវរកផ្លូវដើរឲ្យស្របនឹងគោលដៅរបស់ខ្លួនសូម្បីតែគោលដៅទាំងនោះអាចត្រូវការពេលវេលាបន្ថែមដើម្បីឲ្យអភិវឌ្ឍឲ្យបានសមរម្យរៀនសូត្រពីបទពិសោធន៍ជាក់ស្ដែងរបស់អ្នកដទៃបង្កើតចំណេះដឹងមូលដ្ឋានដល់ខ្លួនឯងរួចកសាងខ្លួនឯងឡើង Robinson សម្រេចជោគជ័យបន្ទាប់ពីបានពិសោធន៍ខ្លួនឯងមកហើយថាស័ក្តិសមនឹងបានទទួលរង្វាន់ជាកីឡាករថ្មីដែលជាកីឡាករឯកប្រចាំឆ្នាំនិងជាកីឡាករដែលមានគុណតម្លៃបំផុតក្នុងការប្រកួតថែមទាំងមានស្ថានភាពរឹងមាំនៅក្នុងក្រុម Dodgers
ទើបគេចាប់ផ្ដើមបង្ហាញភាពជឿជាក់ក្នុងខ្លួនចេញមកយ៉ាងច្បាស់លាស់ព្រមទាំងកំណត់ព្រំដែនទៅលើរឿងដែលខ្លួនទទួលយកបាននិងមិនបានទាំងក្នុងនាមជាកីឡាករនិងក្នុងនាមជាមនុស្សម្នាក់នៅពេលកសាងខ្លួនឯងបានហើយទើបគេដឹងថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកែកតវ៉ានិងបណ្ដាអាជ្ញាកណ្ដាលគេគ្រាន់តែញាក់ស្មាប៉ុណ្ណោះបើចង់ឲ្យកីឡាករដទៃថយចេញឬដើម្បីផ្ដល់ជាសញ្ញាអ្វីម្យ៉ាងដល់ពួកគេទោះបីជា Robinson មានទំនុកចិត្តនិងមានកេរ្តិ៍ឈ្មោះកម្រិតណាគេក៏មិនដែលស្ដោះទឹកមាត់ដាក់អ្នកគាំទ្រកីឡាដែរគេមិនធ្លាប់ធ្វើអ្វីដែលអាចធ្វើឲ្យប៉ះពាល់ដល់ខ្លួនឯងឡើយគេធ្វើឲ្យខ្លួនឯងឲ្យទៅជាមនុស្សគួរឲ្យគោរពសរសើរតាំងពីថ្ងៃចាប់ផ្ដើមរហូតដល់ចប់រដូវកាលប្រកួតអ្វីទាំងនេះមិនមែនថា Jackie Robinson គ្មានអារម្មណ៍រំជើបរំជួលនោះទេគេចេះខឹងចេះមួម៉ៅក្នុងចិត្តដូចពួកយើងដែរតែគេរៀនសូត្រតាំងពីដំបូងមកថាខ្លួនកំពុងដើរលើលួសបន្លាដែលអាចត្រាំទ្របានត្រឹមតែការទប់ចិត្តប៉ុណ្ណោះវាមិនរឹងមាំអាចទទួលត្រាំទ្រនឹងទម្ងន់របស់អត្តាឡើយនិយាយដោយត្រង់ទៅចុះគ្មានផ្លូវណាដែលអាចត្រាំទ្រនឹងទម្ងន់អត្តាបានឡើយកុំសម្ងំនៅតែក្នុងអណ្ដូងនៃគំនិតខ្លួនឯងអ្នកដែលគិតគ្រប់ពេលវេលានឹងគ្មានអ្វីឲ្យគិតក្រៅពីគំនិតខ្លួនឯងហេតុនេះទើបពួកគេត្រូវផ្ដាច់ចេញពីពិភពលោកពិតហើយទៅរស់នៅក្នុងពិភពនៃការបន្លំភ្នែក Ellen Ward គេគឺ Holden Caulfield ជាក្មេងប្រុសដែលរវល់តែនឹងខ្លួនឯងដែលដើរទៅដើរមកតាមដងផ្លូវលើកោះ Manhattan ហើយក៏កំពុងព្យាយាមសម្របខ្លួនឲ្យស្របនឹងពិភពលោកយុវជន Altero Bandini នៅ Los Angeles បានផ្ដាច់ទំនាក់ទំនងពីមនុស្សទាំងឡាយដែលគេបានជួបប្រសពកាលខ្លួនកំពុងកសាងខ្លួនទៅជាអ្នកនិពន្ធល្បីឈ្មោះឯ Bing Bowling ជាបុរសក្នុងត្រកូលអភិជននៅតំបន់ភាគខាងជើងក្រុង New Orleans ក្នុងទសវត្សរ៍ 1950 ក៏ព្យាយាមគេចពីជីវិតបែបសាមញ្ញធម្មតាតួអង្គសន្មតទាំងនេះសុទ្ធតែមានចំណុចមួយដូចគ្នាគឺពួកគេមិនអាចចេញផុតពីពិភពក្នុងខួរក្បាលរបស់ខ្លួនឬប្រៀបដូចជាកង្កែបក្នុងអណ្ដូងនៅក្នុងប្រឡោមលោករឿង The Catcher in the Rye របស់ J.D. Salinger តួអង្គ Holden មិនចង់ទៅសាលាខ្លាចចម្រើនធំធាត់ជាមនុស្សចាស់ហើយចង់គេចឲ្យផុតពីអ្វីគ្រប់យ៉ាងនៅក្នុងរឿង Amsterdam ជាផ្នែកមួយរបស់ប្រឡោមលោកភាគរឿង The Bandini Quartet របស់ John Fante តួអង្គអ្នកនិពន្ធវ័យក្មេង Bandini មិនបានភ្លក្សរសជាតិជីវិតឡើយតែគេមើលជីវិតទៅតាមរយៈទំព័រក្រដាស4ជ្រុងដែលនៅនឹងម៉ាស៊ីនវាយអង់គ្លេសលេខរួចគិតតែពីឆ្ងល់ថាតើគ្រប់ពេលនៃជីវិតរបស់ខ្លួនជាកំណាព្យជាឆាកល្ខោនជារឿងនិទានឬព័ត៌មានដែលមានខ្លួនឯងជាតួឯកមែនឬទេក្នុងប្រឡោមលោករឿង The Movie Goer របស់ Walker Percy តួឯកក្នុងរឿង Binks ញៀននឹងការមើលភាពយន្តនិងចូលចិត្តជីវិតអស្ចារ្យដែលមើលឃើញលើអេក្រង់ជាងជីវិតដ៏សែនធុញទ្រាន់របស់ខ្លួនការសិក្សាពីសភាពចិត្តរបស់អ្នកនិពន្ធដោយផ្អែកទៅតាមលទ្ធផលស្នាដៃរបស់ពួកគេនោះជារឿងដែលមានហានិភ័យណាស់តែឧទាហរណ៍ខាងលើនេះគឺសុទ្ធតែជាប្រឡោមលោកល្បីៗដែលគេចាត់ទុកថាវាបង្ហាញពីអត្តចរិតរបស់អ្នកនិពន្ធខ្លួនឯងបើយើងពិចារណាពីជីវិតរបស់អ្នកនិពន្ធយើងនឹងឃើញបានច្បាស់ថា Salinger គិតតែពីរឿងខ្លួនឯងប្រកបមែនថែមទាំងខ្វះវុទ្ធិភាវៈរហូតដល់មិនអាចអត់ធន់នឹងពិភពជុំវិញខ្លួនបានហើយត្រូវផ្ដាច់ទំនាក់ទំនងពីមនុស្សគ្រប់គ្នាដែលធ្វើឲ្យរាំងស្ទះដល់ភាពអស្ចារ្យរបស់ខ្លួន John Fante បានព្យាយាមផ្សារភ្ជាប់ស្នាមប្រេះស្រាំរវាងអត្តាដ៏ធំធេងនិងអារម្មណ៍ខ្វះទំនុកចិត្តលើខ្លួនឯងទៅនឹងការពិតដែលថាខ្លួនមិនមែនជាមនុស្សល្បីក្នុងកំឡុងពេលដ៏យូរនៃជីវិតជាអ្នកនិពន្ធរបស់ខ្លួនឡើយរហូតដល់ទីបំផុតគេក៏ដកខ្លួនចេញពីការនិពន្ធប្រឡោមលោកហើយងាកទៅរកទីលានវាយហ្គោលនិងចូលបារផឹកស្រាក្នុងតំបន់ Hollywood មុននឹងងាកមកធ្វើការយ៉ាងប្រកបប្រជាវិញនៅពេលដែលភ្នែកងងឹតដោយសារតែជំងឺទឹកនោមផ្អែមនឹងចិត្តដល់ពេលលាចាកលោកទៅហើយចំណែក Walker Percy សរសេរស្នាដៃនិពន្ធដំបូងរបស់ខ្លួន The Movie Goer ចេញមកបានបន្ទាប់ពីយកឈ្នះលើភាពខ្ជិល
ច្រអូសនិងឈ្នះអារម្មណ៍ដែលយល់ថាជីវិតរបស់ខ្លួនទទេស្អាតដោយអ្វីដែលបណ្ដាយុវវ័យតែងជួបប្រទះតែក្នុងករណី John Fante គេប្រើពេលវេលាយូររហូតចូលដល់វ័យ40ចូលគិតលោកមើលថាបើអ្នកនិពន្ធទាំងនេះអាចចាត់ការជាមួយបញ្ហាផ្សេងៗបានលឿនជាងជីវិតពួកគេនឹងអស្ចារ្យជាងនេះកម្រិតណាជីវិតពួកគេនឹងងាយស្រួលជាងមុនកម្រិតណានេះជាសំណួរបន្ទាន់មួយដែលអ្នកនិពន្ធទាំងនេះផ្ញើដល់អ្នកអានរបស់ពួកគេឲ្យត្រិះរិះពិចារណាតាមរយៈតួអង្គទាំងឡាយនៅក្នុងរឿងពិតជាគួរឲ្យស្ដាយដែលការមិនអាចដកផុតពីពិភពក្នុងខួរក្បាលរបស់ខ្លួនដែលមិនមែនមានតែនៅក្នុងប្រឡោមលោកនោះទេកាលពី2400ឆ្នាំមុនអ្នកប្រាជ្ញក្រិកដូចជាផ្លាតុងក៏ធ្លាប់និយាយពីអ្នកខុសឆ្គងតាមលំនាំស៊ីដេកនៅតែក្នុងគំនិតរបស់ខ្លួនមើលទៅសូម្បីតែនៅក្នុងយុគសម័យនេះក៏នៅតែមានមនុស្សជាច្រើនដែលទន្ទឹមនឹងត្រូវរកផ្លូវធ្វើឲ្យអ្វីដែលខ្លួនប្រាថ្នាឲ្យកើតឡើងពិតប្រាកដពួកគេបែរជាព្យាយាមរំលងដំណាក់កាលនោះចោលដើម្បីកុំឲ្យហត់គិតថាតើអ្វីខ្លះដែលអាចទៅរួចហើយបែរជាគិតតែខ្លួនឯងថាអ្វីដែលខ្លួនប្រាថ្នានោះមានស្រាប់ទៅហើយទើបខ្ជិលធ្វើអ្វីផ្សេងដែលនៅសល់ហើយគិតស្រមៃថាមុខជាបានសម្រេចលទ្ធផលតាមក្តីប្រាថ្នាហើយទាំងអស់នេះធ្វើឲ្យវិញ្ញាណដែលសែនខ្ជិលច្រអូសរបស់ពួកគេកាន់តែខ្ជិលជាងមុនមនុស្សចូលចិត្តប្រើជីវិតរវើរវាយដូចក្នុងប្រឡោមលោកច្រើនជាងក្នុងជីវិតពិតជាក់ស្ដែងក្នុងសង្គ្រាមស៊ីវិល George McClellanជាឧត្តមសេនីយ៍ភាគីទ័ពសហព័ន្ធភាគខាងជើងជាឧទាហរណ៍ដែលបង្ហាញឲ្យឃើញច្បាស់អំពីមនុស្សប្រភេទនេះគេត្រូវបានជ្រើសតាំងឲ្យធ្វើប្រមុខទ័ពព្រោះគេមានគុណសម្បត្តិទៅតាមអ្វីដែលឧត្តមសេនីយ៍គូមានទាំងចេញពីសាលាយោធា West Point ក្លឹបបង្ហាញពីសមត្ថភាពក្នុងការប្រយុទ្ធជាអ្នកសិក្សាប្រវត្តិសាស្ត្រមានគោលត្រកូលខ្ពង់ខ្ពស់និងជាទីគោរពស្រឡាញ់របស់អ្នកនៅក្រោមបង្គាប់បញ្ជាតែហេតុអ្វីទើបគេក្លាយជាឧត្តមសេនីយ៍ដ៏អន់បំផុតរបស់ភាគីសហព័ន្ធដែលសម្បូរទៅដោយអ្នកដឹកនាំអសមត្ថភាពនិងឆ្លក់វង្វេងតែលើខ្លួនឯងចម្លើយគឺព្រោះតែគេមិនដែលចេញពីពិភពនៃគំនិតរបស់ខ្លួនគេឆ្លក់វង្វេងនឹងរូបភាពក្នុងចិត្តរបស់ខ្លួនក្នុងនាមជាប្រមុខទ័ពដ៏ធំធេងការពិតគេអាចត្រៀមទ័ពប្រយុទ្ធបានយ៉ាងល្អតែដល់ពេលត្រូវដឹកនាំទ័ពជាពេលដែលត្រូវអនុវត្តជាក់ស្ដែងបែរជាមានបញ្ហាកើតឡើងគេជឿក្នុងចិត្តយ៉ាងគួរឲ្យអស់សំណើចថាភាគីសត្រូវមានកម្លាំងទ័ពច្រើនជាងមុនជាលំដាប់ដែលការពិតមិនមែនដូច្នោះឡើយមានពេលមួយគេមានកម្លាំងទ័ពច្រើនជាងភាគីម្ខាងទៀតដល់ទៅ3ដងឯណោះគេជឿថាសម្ព័ន្ធមិត្តនយោបាយទាំងអស់របស់ខ្លួនកំពុងរៀបគម្រោងលួចវាយពីក្រោយខ្នងនិងជាគ្រោះថ្នាក់ដែលវាមិនមែនជាការពិតគេជឿជាក់ក្នុងចិត្តថាវិធីសាស្ត្រតែមួយគត់ដើម្បីយកឈ្នះសង្គ្រាមបានគឺការមានយុទ្ធសាស្ត្រល្អសម្បូរបែបដើម្បីប្រយុទ្ធយកចាញ់ឈ្នះតែម្ដងគឺគេគិតខុសគេជឿជាក់ទៅលើជំនឿទាំងនេះរហូតដល់សុខចិត្តនៅស្ងៀមស្ទើរតែមិនព្រមធ្វើអ្វីក្នុងម្ដងត្រូវចំណាយពេលអស់រាប់ខែក្រពេលវេលា George McClellan គិតតែអំពីខ្លួនឯងនឹងរឿងដែលថាខ្លួនបំពេញតួនាទីបានល្អកម្រិតណាគេកោតសរសើរខ្លួនឯងដែលដណ្ដើមជ័យជំនះបានទាំងដែលមិនតាន់ឈ្នះហើយកាន់តែញឹកញាប់ទៅទៀតគឺគេគិតតែខ្លួនឯងថាខ្លួនជាអ្នកជួយមិនឲ្យភាគីសហព័ន្ធភាគខាងជើងត្រូវចាញ់សង្គ្រាមនៅពេលមាននរណាមានចម្ងល់តាក់ទងនឹងរឿងនិទានល្អៗទាំងនេះដែលរួមទាំងអ្នកបង្គាប់បញ្ជារបស់គេផងដែរគេនឹងតបតមកវិញដូចមនុស្សល្ងងដែលឆាប់អន់ចិត្តយល់ខុសក្រអឺតក្រទមនិងអាត្មានិយមគ្រាន់តែប៉ុណ្ណឹងក៏ចាត់ទុកថាវាជ្រុលហួសហេតុបាត់ទៅហើយតែវាបានបង្ហាញឲ្យឃើញពីចំណុចសំខាន់មួយទៀតគឺលក្ខណៈរបស់គេទាំងអស់នេះធ្វើឲ្យគេមិនបានធ្វើអ្វីដែលខ្លួនចាំបាច់ត្រូវធ្វើបំផុតនោះឡើយនោះគឺអ្វីដែលគេមិនទទួលបានជ័យជំនះក្នុងសង្គ្រាមនោះឯងប្រវត្តិវិទូម្នាក់ដែលធ្លាប់នៅក្រោមបញ្ជារបស់ McClellan ក្នុងការប្រយុទ្ធនៅអធិតែមបានរៀបរាប់នៅពេលក្រោយមកថាអត្តារបស់គេធំធេងខ្លាំងណាស់គ្មានពាក្យណាយកមកពិពណ៌នាបានឡើយមនុស្សច្រើនតែយល់ខុសថាអត្តាគឺភាពជឿជាក់ជាអ្វីចាំបាច់ក្នុងការធ្វើជាអ្នកដឹកនាំតែការពិតអត្តាធ្វើឲ្យមានផលប៉ះពាល់ផ្សេងពីនោះក្នុងករណី McClellanអត្តាធ្វើឲ្យគេគ្មានសមត្ថភាពក្នុងឋានៈជាអ្នកដឹកនាំដែលធ្វើឲ្យខ្លួនគិតមិនឃើញថាខ្លួនឯងចាំបាច់ត្រូវធ្វើអ្វីឱកាសផ្សេងៗដែលគេបណ្ដោយឲ្យរបូតពីដៃទាំងមិនគួរឲ្យជឿគឺជាអ្វីដែល
គួរឲ្យអស់សំណើចប្រសិនបើមិនធ្វើឲ្យមានមនុស្សស្លាប់រាប់ពាន់នាក់ក្រៅពីនេះស្ថានភាពនឹងកាន់តែអាក្រក់ថែមទៀតបើយើងពិចារណាទៅលើការពិតដែលថាឧត្តមសេនីយ៍ភាគីសត្រូវលោក Robert E. Lee និង Stonewall Jackson ដែលជាអ្នកប្រកាន់ជាប់ខ្លួននឹងសាសនាហើយស្ងៀមស្ងាត់ប៉ុន្តែចូលចិត្តផ្ដួចផ្ដើមធ្វើអ្វីថ្មីៗដែលអាចធ្វើឲ្យ McClellan ត្រូវអាម៉ាស់ទាំងដែលខ្លួនមានកម្លាំងទ័ពនិងធនធានតិចជាងនេះគឺជាអ្វីដែលបានកើតឡើងបាននៅពេលបណ្ដាអ្នកដឹកនាំទាំងឡាយចាប់នៅក្នុងតែអណ្ដូងនៃគំនិតខ្លួនឯងហេតុការណ៍បែបនេះក៏អាចកើតឡើងចំពោះពួកយើងគ្រប់គ្នាបានដូចគ្នាអ្នកនិពន្ធដោយ Anne Lamott បានរៀបរាប់អំពីរឿងអត្តាបានយ៉ាងល្អបើពួកអ្នកមិនប្រុងប្រយ័ត្ននាងព្រមានអ្នកនិពន្ធវ័យក្មេងទាំងឡាយនោះអ្នកនឹងបានឮកម្មវិធីវិទ្យុនៅស្ថានីយ៍រលាយហើយនៅក្នុងខួរក្បាលពេញ24ម៉ោងជារៀងរាល់ថ្ងៃនៅក្នុងប្រព័ន្ធសំឡេងស្តេរ៉ីយ៉ូតាមរយៈ speaker ស្ដាំនៃខួរក្បាលអ្នកនឹងបានឮរឿងរ៉ាវមិនចេះចប់អំពីភាពសំខាន់របស់ខ្លួនឯងវានិយាយដដែលថាអ្នកពិសេសដូចម្ដេចបើកទូលាយដូចម្ដេចមានទេពកោសល្យឆ្លៀសវៃកម្រិតណាចេះកម្រិតណាត្រូវគេយល់ខុសខ្លាំងប៉ុណ្ណានិងដាក់ខ្លួនប៉ុណ្ណាចំណែកអូប៉ូឡឺខាងឆ្វេងវិញអ្នកនឹងបានឮបទចម្រៀងរ៉េបអំពីការស្អប់ខ្លួនឯងកម្មវិធីផ្សេងដែលអ្នកធ្វើមិនបានល្អកំហុសឆ្គងដែលកើតមាននៅថ្ងៃនេះនិងពេញមួយជីវិតកន្លងមកភាពមន្ទិលសង្ស័យលេះដោះសារទៅលើអ្វីដែលបរាជ័យរឿងដែលអ្នកចាត់ការមិនបានល្អព្រោះទំនាក់ទំនងរឿងដែលថាអ្នកជាពួកបោកប្រាស់លើគ្រប់រឿងដែលថាអ្នកមិនអាចស្រឡាញ់បានដោយស្មោះអស់ពីចិត្តរឿងដែលថាអ្នកគ្មានសមត្ថភាពឬគ្មានការយល់ដឹងឲ្យបានជ្រៅជ្រះនឹងអ្វីផ្សេងជាច្រើនទៀតនរណាក៏អាចធ្លាក់ចូលក្នុងអន្ទាក់ស្ថានីយ៍វិទ្យុរបស់ខ្លួនឯងបានទាំងអស់ទាំងក្នុងរឿងល្អនិងអាក្រក់ជាពិសេសអ្នកដែលមានមហិច្ឆតាវាជារឿងធម្មតាដែលអ្នកមានអាយុតិចនឹងមានមហិច្ឆតាឬអ្នកដែលទៅតែមានមហិច្ឆតាតែងមានអារម្មណ៍ត្រេកត្រអាលនិងចូលស្លុងទៅតាមការគិតនិងអារម្មណ៍របស់ខ្លួនជាពិសេសនៅក្នុងបរិបទសង្គមដែលប្រាប់ថាមនុស្សយើងត្រូវតែមាន brand ជារបស់ខ្លួនឯងដែលត្រូវឃោសនាផ្សព្វផ្សាយឲ្យអ្នកដទៃបានឮយើងចាំបាច់ត្រូវរៀបរាប់រឿងនិទានដើម្បីលក់ផលិតផលការងារនិងសមត្ថភាពរបស់យើងលុះពេលវេលាកន្លងផុតទៅមួយរយៈយើងក៏ទៅជាបែងចែកមិនដាច់រវាងអ្វីទៅជារឿងនិទាននិងអ្វីទៅជារឿងពិតទីបំផុតអ្វីដែលយើងមិនអាចចាត់ការទៅលើសម្លេងក្នុងខួរក្បាលបាននេះនឹងធ្វើឲ្យយើងធ្វើអ្វីចេះតែខុសឬអាចក្លាយជាឧបសគ្គរារាំងមិនឲ្យយើងបានទទួលព័ត៌មានដែលចាំបាច់ត្រូវប្រើក្នុងការធ្វើការនេះជាមូលហេតុចម្បងដែល George McClellan ជឿលើព័ត៌មានខុសដែលគេគួរតែដឹងថាវាខុសការគិតដែលថាភារកិច្ចរបស់ខ្លួនមានលក្ខណៈត្រឹមត្រូវតង់មកគ្មានអ្វីលាក់លៀមខ្លួនគ្រាន់តែជាអ្នកអនុវត្តតាមមើលទៅវាហាក់ដូចជាងាយស្រួលនិងជាក់លាក់ជ្រុលពេកសម្រាប់មនុស្សដែលមានតួនាទីខ្ពស់ដូចជារូបគេនេះតែគេបែរជាគិតវិលចុះវិលឡើងតែក្នុងអណ្ដូងនៃគំនិតរបស់ខ្លួនទោះជាយ៉ាងណាគេក៏មិនខុសអ្វីពីពួកយើងទាំងអស់គ្នាយើងខ្លួនឯងក៏អាចពោរពេញទៅដោយក្តីបារម្ភការមិនទុកចិត្តភាពទន់ជ្រាយការឈឺចាប់រួមទាំងការឈួតវង្វេងម្ដងផងដែរក្នុងករណីនេះយើងក៏មិនខុសពីក្មេងជំទង់ឈាមរាវនោះដែរការស្រាវជ្រាវដ៏ល្បីល្បាញរបស់ចិត្តវិទូ David Elkind បានបង្ហាញឲ្យឃើញថាកំឡុងពេលវ័យជំទង់គឺជាពេលដែលអាចកើតមានបាតុភូតដែលបច្ចុប្បន្ននេះហៅថាបាតុភូតទស្សនិកជនក្នុងរូបបារម្ភ Imaginary Audience សូមគិតទៅដល់ក្មេងអាយុ13ឆ្នាំដែលត្រូវរងភាពអាម៉ាស់រហូតមិនហ៊ានទៅសាលាអស់មួយសប្តាហ៍ព្រោះគិតតែក្នុងចិត្តថាសិស្សក្នុងសាលាកំពុងតែគិតនឹងនិយាយដើមតាក់ទងនឹងរឿងតូចតាចដែលតាមពិតស្ទើរតែគ្មាននរណាមើលឃើញឬក្មេងស្រីដែលចំណាយពេលជិត3ម៉ោងនៅនឹងមុខកញ្ចក់រៀងរាល់ព្រឹកប្រៀបដូចកំពុងតែទៅឡើងលើវេទិកាសម្ដែងល្ខោនជាដើមពួកគេធ្វើបែបនេះព្រោះជឿជាក់ថាទូទាំងពិភពលោកកំពុងតែតាមដានមើលរាល់ការប្រែប្រួលរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់សូម្បីតែមនុស្សចាស់យើងគ្រប់គ្នាក៏នៅតែខ្លាចជាជនរងគ្រោះនៃរូបបារម្ភបែបនេះនៅខណៈពេលកំពុងដើរតាមផ្លូវគ្រាន់តែដុតកាសដល់ត្រចៀកភ្លាមសំឡេង soundtrack
ភាពយន្តក៏បន្លឺឡើងយើងតម្រង់ក៏អោធំឲ្យត្រង់ហើយគិតថាខ្លួនឯងសង្ហាប៉ុណ្ណាយើងគិតសារចុះសារឡើងអំពីការប្រជុំដែលបញ្ចប់ទៅដោយជោគជ័យទាំងដែលការពិតគឺយើងកំពុងតែធ្វើដំណើរទៅប្រជុំមនុស្សគ្រប់គ្នាបានជៀសផ្លូវឲ្យយើងជាអ្នកប្រយុទ្ធដ៏អង់អាចកំពុងឈានទៅរកថ្នាក់កំពូលវាប្រៀបដូចជាឆាកដំបូងក្នុងភាពយន្តដែលណែនាំឈ្មោះតួសម្ដែងឬដូចជាឈុតឆាកក្នុងប្រឡោមលោកដែលយើងជាតួឯកយើងមានអារម្មណ៍ល្អណាស់ល្អជាងពេលដែលយើងមានអារម្មណ៍មិនទុកចិត្តភ័យខ្លាចឬទម្លាប់ធម្មតាប្រចាំថ្ងៃវាធ្វើឲ្យយើងស្ថិតនៅតែក្នុងអណ្ដូងនៃគំនិតរបស់ខ្លួនឯងជាជាងការភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្វីជុំវិញខ្លួននេះហើយគឺអត្តាបុគ្គលជោគជ័យទាំងឡាយសុទ្ធតែអាចគ្រប់គ្រងលើការស្រមើស្រមៃដូច្នេះបានពួកគេមិនយកចិត្តទុកដាក់ទៅលើភាពតាក់ទាញដែលធ្វើឲ្យយល់ថាខ្លួនជាមនុស្សសំខាន់ឬងាករេចេញពីគំនិតរបស់ខ្លួនឡើយឧត្តមសេនីយ៍George C. Marshall ចាត់ទុកជាបុគ្គលផ្ទុយគ្នាស្រឡះពី George McClellan ទោះបីជាពួកគេទទួលបានតំណែងដូចគ្នាក្នុងរយៈពេលដ៏ខ្លីក្នុងជំនាន់របស់ខ្លួនក៏ដោយគេបដិសេធមិនផ្ដល់កំណត់ហេតុប្រចាំថ្ងៃរបស់ខ្លួននៅកំឡុងពេលសង្គ្រាមលោកលើកទី2ទោះជាអ្នកប្រវត្តិសាស្ត្រនិងមិត្តទាំងឡាយអង្វរក៏ដោយគេបារម្ភថាការធ្វើបែបនេះនឹងផ្លាស់ប្ដូរពេលវេលាដ៏ស្ងប់ស្ងាត់ដែលខ្លួនត្រូវប្រើសម្រាប់ត្រិះរិះពិចារណាឡើងវិញឲ្យទៅជាការសម្ដែងនិងការកុហកខ្លួនឯងរួមទាំងអាចធ្វើឲ្យមានការមិនទុកចិត្តមកលើខ្លួនឯងចំពោះការសម្រេចចិត្តលំបាកដែលបានធ្វើរួចមកហើយគេខ្លាចខូចកេរ្តិ៍ឈ្មោះឬបារម្ភថាអ្នកអាននៅពេលអនាគតនឹងមើលមកខ្លួនឯងក្នុងផ្លូវមិនល្អយើងគ្រប់គ្នាសុទ្ធតែអាចខ្លាចជាជនរងគ្រោះចំពោះការគិតវិលវល់បែបនេះមិនថាយើងជាអ្នកគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាដែលទើបតែបង្កើតថ្មីឬព្យាយាមធ្វើឲ្យខ្លួនឯងរីកចម្រើននៅក្នុងស្ថាប័នឬក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់ដកខ្លួនមិនរួចបើយើងកាន់តែមានគំនិតច្នៃប្រឌិតយើងក៏កាន់តែឆាប់វង្វេងផ្លូវការស្រមើស្រមៃឬរូបបារម្ភរបស់យើងក្នុងបរិបទជាច្រើនចាត់ទុកជារឿងល្អអាចក្លាយជាអ្វីដែលគ្រោះថ្នាក់បានបើយើងទុកឲ្យវាធ្វើតាមទៅអំពើចិត្តយើងចាំបាច់ត្រូវគ្រប់គ្រងការគិតរបស់ខ្លួនឯងឲ្យបានបើយើងគិតតែពីឆ្លក់វង្វេងត្រេកត្រអាលតែយើងនឹងអាចប៉ាន់ស្មានពីអនាគតឬអាចយល់ពីហេតុការណ៍ផ្សេងបានត្រឹមត្រូវដូចម្តេចតែយើងអាចស្រេកឃ្លាននិងតាំងសតិចាប់ជានិច្ចបានដូចម្តេចតែយើងនឹងអាចមើលឃើញពីតម្លៃនៃបច្ចុប្បន្នបានដូចម្តេចតែយើងអាចមានគំនិតច្នៃប្រឌិតដែលឈរលើមូលដ្ឋាននៃការពិតបានយ៉ាងដូចម្តេចការមានជីវិតរស់នៅទៅតាមសភាពពិតនិងនៅជាមួយបច្ចុប្បន្នត្រូវពឹងផ្អែកទៅលើភាពក្លាហានចូលកុំលាក់ខ្លួននៅក្នុងស្រទាប់អាប់នៃរបស់អរូបីដែលត្រូវរស់នៅជាមួយនឹងអ្វីដែលជារបស់រូបីប៉ះពាល់បានជាការពិតជារបស់ពិតទោះជាវាធ្វើឲ្យយើងមិនស្រួលចិត្តចូលធ្វើជាផ្នែកនៃអ្វីកើតឡើងជុំវិញខ្លួនចូលរីករាយនឹងផ្សារភ្ជាប់ជាមួយវាអ្នកគ្មានអ្វីចាំបាច់ត្រូវសម្ដែងឲ្យនរណាមើលឃើញទេមានតែការងារដែលត្រូវធ្វើឲ្យសម្រេចនិងមេរៀនដែលត្រូវរៀនសូត្រពីអ្វីគ្រប់យ៉ាងនៅជុំវិញខ្លួន